49ចែកឲ្យ5 49តាំងនៅក្នុងស្ដាំនៃក្បាច់រីឯ5តាំងនៅក្នុងឆ្វេងនៃក្បាច់តោះតួចែកយើងក្នុងឆ្វេងមានមួយខ្ទង់យើងកាត់តំណាងចែកមួយខ្ទង់ដែរគឺកាត់បាន4ចែក5 4ចែក5កើតទេមិនកើតទេអញ្ចឹងយើងកាត់ថែមមួយខ្ទង់ទៀតបាន49ចែក5 5ប៉ុន្មានដងស្មើ49សូត្រមេ5 5 9ដងដាក់9មកដាក់ជាប់ដោយសារ2ខ្ទង់1ខ្ទង់9 5ដង45ដក40យើងដក5សំណល់សល់4 4ចែក5កើតទេមិនកើតទេអញ្ចឹងត្រូវថែម0កាត់បៀស4នៅខ្ទង់ទី1ឡើងមកខ្ទង់ទី2មកអញ្ចឹង4នឹងខ្លាយទៅជា40រីឯ9នៅខ្ទង់ទី3យើងតម្លើងទៅខ្ទង់ទី5ដោយសារតែ9ផលគិតមកខ្ទង់បូកជាមួយក្បាច់មកខ្ទង់គឺ2ខ្ទង់អញ្ចឹងតម្លើងដេញទៅឆ្វេង2ខ្ទង់អញ្ចឹង9នៅខ្ទង់ទី3ស្រាប់ហើយយើងរាប់មក1 2ឃើញទេតម្លើងមកឆ្វេង2ខ្ទង់មកអូខេតោះយើងតម្លើងរួចហើយយើងចាប់ដើមចែកនេះយើងយកសំណល់4យើងតម្លើងមកអានជា40ថែម0អាន40ហ្នឹងយកមកចែកជាមួយ5 5ប៉ុន្មានដងស្មើ40 5 8 8ដងដាក់8មកចឹង8ដាក់ជាប់ដោយសារ2ខ្ទង់1ខ្ទង់8 5ដង40អូខេ40ដល់40អស់5មួយខ្ទង់បូកជាមួយឧបករណ៍ក្បាច់មួយខ្ទង់គឺ2ខ្ទង់1 2ខ្ទង់ទី1ខ្ទង់ទី2នេះជាសំណល់យកគិតទេចាប់ពីខ្ទង់ទី3នេះជាចំចម្លើយគឺឃើញ9/8